បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នានៅក្នុង Channel YouTube របស់ Admin បាទថ្ងៃនេះដែរ Admin មានចំណេះដឹងខ្លះៗចង់មកចែករំលែកពុកម៉ែបងប្អូនតាក់ទងទៅនឹងការដាក់ verify នៅលើ account គណនីរបស់ពុកម៉ែបងប្អូនបាទដើម្បីការពារគណនីដើម្បីកុំឲ្យគេ hack មានគេ hack គេអីអញ្ចឹងណាដើម្បីឲ្យ account របស់យើងរឹងមាំអញ្ចឹងហ្នឹងហើយសម្រាប់ការដាក់ verify នេះដែរគឺយើងចំណាយត្រឹមតែ$2.38 សេនតែប៉ុណ្ណោះបងប្អូនបើយើងគិតជាលុយខ្មែរមួយខែខ្ទង់ថា10000ចុះបាទតែ10000ទេបងប្អូនបាទអត់ដល់10000ផងអញ្ចឹងមិនមែន$11ហើយក៏មិនមែន$15មិនមែន$14.99ដែរបាទគឺយើងចំណាយអស់ត្រឹមតែ$2.38 សេនទេពុកម៉ែបងប្អូនបាទអញ្ចឹងការដាក់ verify នេះដែរគឺយើងមានអត្ថប្រយោជន៍ច្រើនបាទអញ្ចឹងក្នុងមួយខែគឺយើងបង់វាម្ដងអញ្ចឹងទៅដើម្បីការពារនៅគណនីរបស់យើងអញ្ចឹងណាហើយសម្រាប់10000គឺវាតិចមែនតើបាទយើងវាស្មើថាបើអ្នកញ៉ាំកាហ្វេ brand គឺមិនបានកាហ្វេ brand គេមកកែវបងហើយអាចការពារគណនីយើងបានអញ្ចឹងការដាក់នេះដែរបងប្អូនឃើញនៅក្នុងមេតាគឺយើងបានចុចទិញ verify ផ្ទាល់គឺវាមានតម្លៃថ្លៃ$14.99ឬក៏$11.99អញ្ចឹងវាមានតម្លៃថ្លៃប៉ុន្តែសម្រាប់ការដាក់តាមបច្ចេកទេសផ្សេងដែល admin នឹងចែករំលែកទៅកាន់បងប្អូនគឺត្រឹមតែ$2.38បើគិតទាំងថ្លៃសេវាពន្ធគឺអស់ទាំងអស់$2.44ពុកម៉ែបងប្អូនហើយសម្រាប់ពុកម៉ែបងប្អូនដែលបានចូលទស្សនាវីដេអូមួយនេះបាទកុំភ្លេចចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នាបាទនេះគឺជា account គណនី Facebook របស់ខ្ញុំដែលខ្ញុំបានដាក់ blue tick រួចរាល់បាទដាក់ tick Q ហ្នឹងបាទគឺចំណាយទឹកប្រាក់អស់$2.42 សេនបាទសរុបទាំងពន្ធទាំងអីអញ្ចឹងណានេះបាទគឺជាភស្តុតាងដែលយើងបានដាក់នេះគឺជាវិក័យប័ណ្ណដែលខាងមេតាគេចេញឲ្យបាទគឺយើងបានដាក់ឲ្យ verify បន្ទាប់ពីយើងបានដាក់ verify ហ្នឹងគឺគេនឹងឲ្យយើងមក scan ជាមួយនឹងអត្តសញ្ញាណប័ណ្ណបាទវាយជាមួយនឹង password ម្ដងទៀតដើម្បីបញ្ជាក់ថាយើងជាម្ចាស់គណនីនេះពិតប្រាកដហើយមិនមានអ្នកណាអាច hack គណនីយើងបានទេដោយសារតែយើងបានដាក់បតងគ្រីសនឹងហើយអញ្ចឹងណាឥឡូវគឺខ្ញុំបានចូលទៅក្នុងគណនីមួយដើម្បីលើកជាឧទាហរណ៍ដើម្បីឲ្យពុកម៉ែបងប្អូនបានងាយស្រួលមើលបាទជាជំហានដំបូងយើងចូលមកហើយយើងចុច Tre 3យើងចុចយកពាក្យ setting ហើយបន្តមកទៀតយើងចុចយកពាក្យ setting ម្ដងទៀតហើយបងប្អូនចុចនៅខាងលើហ្នឹងបាទកន្លែងគេដាក់សញ្ញាគ្រីសហ្នឹងបាទបន្ទាប់មកបងប្អូនចុចពាក្យថា Meta Pay បាទ Meta Pay នៅខាងក្រោមបន្ទាប់មកបងប្អូនចុចពាក្យថា add បាទ add card ដើម្បី add card ចូលហើយនេះគឺជាកាតធនាគារបងប្អូនមកយើងវាយលេខកុងធនាគារយើងមិនមែនលេខគណនីណាបងប្អូនលេខនៅលើកាតណាបន្ទាប់មកថ្ងៃខែផុតកំណត់នៃកាតហើយនឹង CSV បាទយើងដាក់វីដេអូរៀង speed រៀងលឿនតិចពុកម៉ែបងប្អូនដោយសារតែវីដេអូរៀងវែងហើយចំណុចសំខាន់ហ្នឹងគឺប្រទេសបាទយើងត្រូវតែទៅជ្រើសរើសប្រទេសដែលវា support $2.43 42ហ្នឹងបាទគឺប្រទេសនេះបងប្អូនបាទគឺបងប្អូនចាំមើលនេះប្រទេសNigeriaបាទadmin អានត្រូវមិនដឹងទេបងប្អូនបាទ Nigeria បាទប្រទេសមួយហ្នឹងបាទបងប្អូនទៅរកប្រទេសមួយហ្នឹងមកហាមដាក់ប្រទេសផ្សេងបើដាក់ប្រទេសផ្សេង admin អត់ទទួលដឹងទេបាទគឺដាក់ប្រទេសតាមដែល admin បានប្រាប់មកបាទនេះគឺជាប្រទេសហ្នឹងបាទយើងคลิกមកបន្ទាប់មកយើងវាយឈ្មោះ account Facebook របស់យើងបងប្អូនបាទវាយឈ្មោះឲ្យដូចគ្នាមកបាទវាយដាក់កន្លែងហ្នឹងមកជំហានបន្ទាប់យើងដាក់ address បាទយើងអាចចូលទៅ Google Map ហើយ search រកប្រទេសមួយហ្នឹងមក Nigeria ហ្នឹងបាទយើងនៅខាងលើហ្នឹងបាទបងប្អូន search រកពាក្យប្រទេសហ្នឹងមកហើយយើងចុច click យកកន្លែងណាមួយដើម្បីយក address របស់វាដើម្បីយកទីតាំងរបស់វាទៅដាក់នៅក្នុងកន្លែងដែលយើងត្រូវបំពេញហ្នឹងបាទដើម្បីបំពេញ Meta Pay ហ្នឹងបាទកន្លែងណាអត់មានទេយើងคลิกយកកន្លែងផ្សេងមកដើម្បីឲ្យវាមាន address ហ្នឹងអញ្ចឹងណាយើងអូសវាឡើងលើមកបាទនេះគឺទីតាំងបងប្អូនបាទខសុទ្ធចុចលើវាចុចពាក្យថា copy មកយកវាមកផាសនៅកន្លែង address ហ្នឹងមកបាទយើងផាសវាបញ្ចូលមកចុចវាចុចផាសមកបាទបន្ទាប់មកកន្លែង city បងប្អូនផាសអាហ្នឹងមួយទៀតបាទផាសហើយយើងលុបចោលពាក់កណ្ដាលមកបាទបើសិនជាបងប្អូនពិបាកក្នុងការ search បងប្អូនអាចចុច copy ខ្ញុំនឹងដាក់នៅក្នុង description នៅខាងក្រោមបាទខ្ញុំនឹងដាក់ឲ្យបងប្អូន copy យកទៅប្រើទៅបាទយើងដាក់ address ដូចគ្នាក៏វាអត់អីដែរបាទហើយបន្ទាប់មកយើងកន្លែងនេះគឺយើងទៅ copy
code đóបងប្អូនបាទកន្លែង address code គេហ្នឹងបាទយើងទៅរកមើលកន្លែងណាដែលមានមកនេះអាទី2នេះបងប្អូនបាទកន្លែងចុច5ហ្នឹងបាទយើងចុចអាហ្នឹងឲ្យជាប់មក copy វាយកមកបាទយើងផាសវាបញ្ចូលកន្លែងហ្នឹងមកបាទដើម្បីបំពេញវាបាទ step វាហ្នឹងបាទហើយកន្លែង code នេះបងប្អូនទៅ click នៅក្នុង map មកនិយាយរួមគឺបងប្អូនចូលទៅយកនៅក្នុង description ទៅគឺខ្ញុំបានដាក់នៅខាងក្រោម description ហើយ copy ផាសតែម្ដងទៅកុំឲ្យពិបាកអញ្ចឹងណាបាទនេះគឺជា code ប្រទេសបាទ code តំបន់បាទតែគេឲ្យយើងពេញហ្នឹងហើយ admin កំពុងតែស្វែងរក code ហ្នឹងដើម្បីយកវាមកដាក់បាទឥឡូវនេះយើងចុចកន្លែងហ្នឹងមួយនឹងឃើញ code ហើយយើង copy code យកទៅដាក់អញ្ចឹងទៅដើម្បីបំពេញឲ្យគ្រប់លក្ខខណ្ឌរបស់គេបងប្អូនបាទនេះ code យើងផាសវាមកកន្លែងហ្នឹងមកយើងលុបអក្សរចោលឲ្យអស់ទុកតែលេខបានហើយបាទនេះផាសវាមកហើយលុបវាកន្លែងហ្នឹងមកអាខាងកតុយហ្នឹងទុកតែលេខ8គុត21 45បាទ code បងប្អូនអាចដាក់ដូច admin ក៏បានដែរបន្ទាប់មកយើងចុចពាក្យថា save មកបាទចុចវាថា save រួចរាល់ហើយយើងចូលយើងចេញវាមកវិញបាទពេលដែលវា save ជាប់នៅ meta pay ហើយយើងចុចចេញមកវិញយើងចូលកន្លែងដែលយើងត្រូវទិញហ្នឹងបងប្អូនបាទកន្លែងទិញ blue tick ហ្នឹងយើងចុចកន្លែងហ្នឹងមកបាទចុច confirm មកបាទយើងចុចទិញយកតែម្ដងទៅវានឹងកាត់លុយដែលនៅក្នុងគណនីរបស់យើងនៅក្នុងកងធនាគាររបស់យើងគឺចំនួន$2.42សេនបងប្អូនចំណាំណាគឺត្រូវផ្ទេរលុយហ្នឹងចូលទៅក្នុងគណនីមួយណាដែលជាគណនី Visa Card បាទដើម្បីឲ្យវាកាត់នៅក្នុងហ្នឹងអញ្ចឹងណាហើយបើសិនជាបងប្អូនដាក់នៅពេលថ្ងៃវាអាចក្នុងការពិនិត្យ24ម៉ោងតែបើបងប្អូនដាក់នៅក្នុងពេលយប់បាទចាប់ពីម៉ោង11ម៉ោង12យប់ហ្នឹងគឺដាក់ភ្លាមអាចនឹង approve ភ្លាមដោយសារតែយប់មិញហ្នឹងខ្ញុំបានតេស្តសាកមើលដែរពេលយប់គឺដាក់ភ្លាម approve tick queue ឲ្យភ្លាមហើយនេះគឺជា account គណនីរបស់ខ្ញុំដែលខ្ញុំបានដាក់រួចរាល់ហើយខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនបាទពេលដែលខ្ញុំបានដាក់រួចរាល់គឺដាក់ភ្លាមគឺវា load ប៊ូតុងហ្នឹងមកភ្លាមបងប្អូនបាទប៊ូតុង tick queue ហ្នឹងយើងគ្រាន់តែ refresh វាបន្តិចគឺយើងទទួលបានបាទ blue verify តែម្ដងហើយនេះគឺជា account គណនីរបស់ខ្ញុំបងប្អូនអាចឆាតមកសួរខ្ញុំផ្ទាល់ក៏បានដែរនេះគឺជា account SIN របស់ខ្ញុំហើយបាទគឺយើងចំណាយទឹកប្រាក់តិចខ្លាំងមែនតើបាទយើងធ្លាប់តែឃើញគេផុសនៅក្នុងបណ្ដាញសង្គមណាបាទគេដាក់ចំណាយអស់ត្រឹមតែ10000ត្រឹមតែ10000ប៉ុន្តែពេលដែលយើងទៅសួរគេគឺគេលក់មេរៀនបងប្អូនអ្នកខ្លះលក់ដល់$30ក្នុងមួយមេរៀនអ្នកខ្លះលក់$15ក្នុងមួយមេរៀនអញ្ចឹងណាប៉ុន្តែសម្រាប់ admin គឺសុំចែករំលែក free តែម្ដងបាទគឺមិនគិតប្រាក់អីទេបាទបងប្អូនអាចធ្វើតាមហ្នឹងទៅហើយបើសិនជាបងប្អូនមិនយល់កន្លែងណាអាចឆាតមក admin ក៏បានដែរតាមរយៈ Telegram ឬក៏តាម account Facebook ដែលមាននៅលើវីដេអូហើយនេះគឺជា address ដែល admin អ្នកបងប្អូនអាច copy ដាក់បានណាហ្នឹងហើយអរគុណច្រើនកុំភ្លេចចុច like និង subscribe ម្នាក់មួយផងបាទ